to present a Khmer traditional dance. នៅពេលដែលខ្ញុំជួបជាមួយនឹងយុវជនមកពីប្រទេសឥណ្ឌូនេស៊ីម៉ាឡេស៊ីដែលគាត់កាន់សាសនាអ៊ីស្លាមដូចខ្ញុំដែរគឺគាត់ឃើញខ្ញុំមកពីប្រទេសកម្ពុជាអញ្ចឹងគឺគាត់ចាប់អារម្មណ៍ខ្លាំងដោយសារតែគាត់គិតថាប្រទេសកម្ពុជាអត់សូវមានអ៊ីស្លាមទេហើយក៏គាត់គិតថាប្រទេសកម្ពុជាក៏អត់សូវទូលំទូលាយទៅលើស្ត្រីមូស្លីមដែរប៉ុន្តែជាក់ស្ដែងនៅពេលដែលគាត់ឃើញខ្ញុំឡើងមកតំណាងឲ្យប្រទេសជាខ្មែរអញ្ចឹងហើយជាមួយនឹងការកាន់ជាប់នៅទំនៀមទម្លាប់បានល្អគាត់ពិតជាគ្រប់កោតសរសើរដល់ប្រទេសខ្មែរមែនទែនហើយគាត់បានសួរច្រើនតាក់ទងជាមួយនឹងការរស់នៅរបស់ខ្ញុំក្នុងប្រទេសខ្មែរឬមួយក៏តំបន់ដែលសម្បូរមូស្លីមនៅពីព្រោះគាត់ក៏ចាប់អារម្មណ៍គាត់ចង់មកមើលផ្ទាល់ដែរជំរាបសួរបងនេះខ្ញុំឈ្មោះស្មានហ្វារ៉ានីបច្ចុប្បន្ននេះគឺជានិស្សិតរៀនឆ្នាំទី2ម្នាក់នៅសាកលវិទ្យាល័យវិទ្យាស្ថានសិក្សាអន្តរជាតិគោលនយោបាយសាធារណៈហើយខ្ញុំរៀនជំនាញទំនាក់ទំនងអន្តរជាតិសហការឧបត្ថម្ភដោយធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកធនាគារប្រៃសណីកម្ពុជាផ្ដល់ឱកាសឥតដែនកំណត់ Dara Insurance ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដែលមានជំនឿទុកចិត្តខ្ពស់បំផុតបច្ចុប្បន្ននេះគឺខ្ញុំបានចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីឬក៏ Exchange Program ហ្នឹងទៅប្រទេសក្រៅចំនួន2ដងលើកទី1គឺខ្ញុំបានចូលរួមកម្មវិធី Virtually Bootcamp for Digital Creator នៅទីក្រុង Manila ប្រទេសហ្វីលីពីនរយៈពេល4យប់5ថ្ងៃហើយលើកទី2ដែរគឺខ្ញុំបានទៅចូលរួមកម្មវិធី Asian Youth Peace Builder Training Program រយៈពេល12ថ្ងៃនៅប្រទេសម៉ាឡេស៊ីនៅពេលដែលខ្ញុំទៅហ្នឹងគឺខ្ញុំបានទទួលការ train តាក់ទងជាមួយនឹងការធ្វើ content ការពារព័ត៌មានរបស់យើងពីអ៊ីនធឺណិតឬមួយទៀតគឺការតាក់ទងជាមួយនឹង AI ផងដែរហើយចំពោះលើកទី2ដែលខ្ញុំបានទៅដែរគឺគេបរៀនច្រើនផ្ដោតទៅលើសន្តិភាពប៉ុន្តែសន្តិភាពកន្លែងនេះគឺវារៀងទូលំទូលាយតិចភាគច្រើនគឺគេផ្ដោតទៅលើការថែទាំបរិស្ថានសម្រាប់ទូនីតិជាយុវជនហើយមួយវិញទៀតគឺការទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងជាពិសេសនៅក្នុងប្រទេសអាស៊ានយើងហើយជាមួយនឹងការពង្រៀនតាក់ទងជាមួយនឹងសិទ្ធិសេរីភាពដែលគេហៅថា Gender Equality ហើយជាមួយនឹង Human Rights ផងដែរចាតើហេតុអីបានជាប្អូនមានបំណងក្នុងការចូលរួមជាស្ត្រីអ៊ីស្លាមម្នាក់ហើយចូលរួមតំណាងឲ្យកម្ពុជាទៅលើឆាកអន្តរជាតិចាសម្រាប់ខ្ញុំផ្ទាល់គឺតាំងពីទូចមកគឺខ្ញុំធ្លាប់មានក្តីសម័យថាខ្ញុំចង់ទៅសុខែវហើយដើម្បីទទួលបានឱកាសទាំងហ្នឹងគឺខ្ញុំត្រូវតែស្វែងរកឱកាសនេះដូចជាការដាក់អាហារូបករណ៍ជាមួយនឹង Exchange Program ហ្នឹងអញ្ចឹងបំណងដែលខ្ញុំចង់ទៅសុខែវហ្នឹងទី1គឺខ្ញុំចង់ពង្រឹងសមត្ថភាពខ្លួនឯងពីព្រោះថានៅពេលដែលយើងទៅសុខែវគឺយើងទទួលបានចំណេះដឹងថ្មីបទពិសោធន៍ល្អពីវាគ្មិននៅប្រទេសហ្នឹងឬមួយក៏ប្រទេសផ្សេងទៀតជាពិសេសគឺយើងទទួលបាននៅចំណេះជំនាញដែលយើងអាចយកមក apply នៅក្នុងសហគមន៍របស់យើងបានចំណែកទី2គឺខ្ញុំចង់ចែករំលែកបទពិសោធន៍ឬក៏អីដែលខ្ញុំបានរៀនពីសុខែហ្នឹងទៅដល់បងប្អូនជំនាន់ក្រោយទៀតជាពិសេសគឺអភិវឌ្ឍនៅក្នុងសហគមន៍របស់ខ្ញុំផ្ទាល់ពេលដែលខ្ញុំចូលរួមនៅទាំងពីរប្រទេសហ្នឹងគឺ organizer អ្នករៀបចំកម្មវិធីគឺគាត់យកចិត្តទុកដាក់មែនតើហ្មងមិនថាម្ហូបអាហារទេភាគច្រើនមុនពេលដែលយើងទៅប្រទេសគេគឺគេមានជា Google Form ឲ្យយើងបំពេញហើយយើងប្រាប់គេថាយើងត្រូវការម្ហូប halalនៅពេលដែលយើងទៅដល់ជាក់ស្ដែងគឺគេរៀបចំឲ្យល្អមែនតើគឺគេអត់មានឲ្យលាយឡំប៉ះពាល់ជាមួយនឹងអីដែលយើងញ៉ាំអត់បានទេហើយចំពោះការ pray វិញដែរពេលដែលខ្ញុំទៅកម្មវិធីហ្នឹងគឺគេតែងតែប្រាប់ថាបើសិនជាយើងត្រូវការសម្រាប់ពេលវេលាសម្រាប់ pray គឺយើងអាចចេញទៅបានគឺគេអបប្រកាន់ហើយគេក៏រៀបចំកន្លែងឲ្យយើង pray ដែរមុនពេលដែលខ្ញុំទៅប្រទេសម៉ាឡេស៊ីហ្នឹងដោយសារគេមានជាប្រភេទ performance ចឹងពេលហ្នឹងគឺខ្ញុំរៀងគិតដែរខ្ញុំខ្លាចថាបើសិនជាខ្ញុំ perform ហើយខ្ញុំ post វាទៅគឺគេអាចនឹងរិះគន់គេថានេះថានោះប៉ុន្តែបើខ្ញុំមើលមែនតែនទៅឃើញថា teammate ខ្ញុំក៏គាត់អត់សូវជំរុញឬមួយក៏គាត់អត់បង្ខំខ្ញុំដែរចំពោះការរាំជាប្រពៃណីមួយហ្នឹងប៉ុន្តែខ្ញុំក៏បើកចិត្តទូលំទូលាយហើយខ្ញុំគិតថាអត់អីខ្ញុំអាចធ្វើបានអញ្ចឹងខ្ញុំក៏បានចូលរួមជាមួយនឹង team ខ្មែរយើងទៀតហើយ perform នៅលើឆាកអន្តរជាតិហ្មង
ចឹងទៅខ្ញុំនៅពេលដែល perform ហើយហ្នឹងខ្ញុំក៏មានអារម្មណ៍ថាសប្បាយចិត្តនិងមានមោទនភាពដែរដោយសារវាក៏ជាលើកដំបូងដែលខ្ញុំបានរាំបាយជាបទវប្បធម៌របស់ខ្មែរយើងសូម្បីតែ team ខ្មែរយើងដែលចូលរួមហ្នឹងក៏គាត់ surprise ដែរនៅពេលដែលគាត់បានឃើញខ្ញុំស្លៀកពាក់ហូបផាមួងដោយសារតែគាត់និយាយថាគាត់ខប់ឃើញមិត្តភក្តិគាត់ស្លៀកពាក់បែបម៉ាឡេឬមួយក៏ស្លៀកពាក់ជារ៉ូបអញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់ឃើញខ្ញុំស្លៀកពាក់ហូបផាមួងបែបនេះគឺប្លែកហើយមើលទៅគឺស៊ីហើយបែបផ្លៃធ្នូទៀតអញ្ចឹងសូម្បីតែខ្ញុំ post ការស្លៀកពាក់របស់ខ្ញុំនៅលើបណ្ដាញសង្គមក៏មានបងមិនថាជាជនជាតិអ៊ីស្លាមឬមួយក៏ជនជាតិខ្មែរទេគឺគាត់ចូល comment ជាមួយនឹងសរសើរទៅលើការស្លៀកពាក់ផងដែរហើយចំពោះមិត្តបរទេសវិញក៏គាត់បានឃើញហើយគឺគាត់ប្លែកភ្នែកហ្មងពីព្រោះថាគាត់ឃើញយើងស្លៀកពាក់ជាប្រភេទខ្មែរហើយគឺយើងនៅប្រកាន់ជាប់ពាក់ hijab យើងមកទៀតហេតុអីដែលបណ្ដាលឲ្យអូនទោះបីជាមានផលវិបាកខ្លះណាស់ក្នុងការស្លៀកពាក់ឬក៏ការឡើងទៅរាំសម្ដែងនាអ្វីដែលបណ្ដាឲ្យអូននៅតែព្យាយាមបង្ហាញថាអូនជាស្ត្រីអ៊ីស្លាមមកពីកម្ពុជាហើយតំណាងឲ្យកម្ពុជាទៅឆាកអន្តរជាតិចា៎ដោយសារតែខ្ញុំគិតថានៅពេលដែលខ្ញុំបានបង្ហាញពីតំណាងឲ្យប្រទេសជាខ្មែរយើងហើយស្លៀកពាក់ក្នុងនាមជាស្ត្រីមូស្លីមនេះគឺយើងខ្ញុំមិនត្រឹមតែតំណាងទេថែមទាំងបានបង្ហាញឲ្យប្រទេសផ្សេងៗឃើញថាប្រទេសខ្មែរគឺជាប្រទេសមួយដែលមានសន្តិភាពនិងទូលំទូលាយដែលជាប្រទេសមួយដែលបើកសិទ្ធិសេរីភាពទៅដល់មនុស្សគ្រប់គ្នាមិនថាយើងកាន់សាសនាអីក៏ដោយហើយមួយវិញទៀតខ្ញុំក៏ចង់បង្ហាញយកឱកាសនេះបង្ហាញទៅប្រទេសផ្សេងៗទៀតដែរថាស្ត្រីមូស្លីមនៅស្រុកខ្មែរយើងគឺមានភាពក្លាហានជាមួយនឹងការប្រកាន់ភ្ជាប់មាំមួនដែរគឺខ្ញុំចង់បង្កើតគម្រោងមួយតាក់ទងជាមួយនឹងការចែករំលែកកម្មវិធីទៅស្រុកក្រៅពីព្រោះបើយើងមើលទៅការទៅកម្មវិធីស្រុកក្រៅគឺវាជួយដល់ប្រទេសខ្មែរយើងច្រើនក៏ដូចជាផ្ដល់គំនិតថ្មីៗដល់យុវជនយើងដែរជាពិសេសគឺសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំចង់ផ្ដោតទៅលើស្ត្រីមូស្លីមដោយសារតែភាគច្រើនគឺគាត់នៅតែមានភាពភ័យខ្លាចនឹងមានគំនិតអវិជ្ជមានថាគេរើសអើងគេអត់យកដោយសារតែគាត់ពាក់ hijab ឬក៏គាត់ប្រកាន់ជាប់នៅសាសនាអ៊ីស្លាមនឹងចឹងពីខ្ញុំទៅខ្ញុំចង់ឲ្យវាមានភាពទូលំទូលាយជាងនឹងនៅថ្ងៃអនាគតហើយពួកគាត់អាចនឹងចាប់អារម្មណ៍ច្រើនក្នុងការដាក់កម្មវិធីទៅក្រៅប្រទេសពីខ្ញុំទៅគឺខ្ញុំសង្ឃឹមថានៅថ្ងៃខាងមុខគឺខ្ញុំឃើញយុវជនមូស្លីមជាពិសេសគឺស្ត្រីគាត់បានចូលរួមនៅឱកាសទៅក្រៅប្រទេសហើយក្នុងនាមជាតំណាងឲ្យប្រទេសកម្ពុជាយើងពីព្រោះថានៅពេលដែលគាត់ទៅក្រៅប្រទេសមិនត្រឹមតែតំណាងឲ្យប្រទេសកម្ពុជាយើងទេថែមទាំងបានបង្ហាញឲ្យពិភពលោកឃើញថាប្រទេសកម្ពុជាយើងគឺផ្ដល់សិទ្ធិសេរីភាពទៅដល់មនុស្សគ្រប់គ្នាមិនថាយើងកាន់សាសនាអីក៏ដោយហើយជាពិសេសគឺយើងបានបង្ហាញទៅដល់ប្រទេសផ្សេងៗទៀតថាប្រទេសខ្មែរយើងគឺស្ត្រីមូស្លីមនៅខ្មែរយើងគឺមានភាពក្លាហានជាមួយនឹងការប្រកាន់ជាប់មាំមួនហើយខ្ញុំក៏សង្ឃឹមថាគាត់នឹងបោះបង់នៅគំនិតអវិជ្ជមានដូចជាការភ័យខ្លាចគេរើសអើងឬក៏ខ្លាចគេអត់យកដោយសារតែគាត់ពាក់ hijab ឬមួយក៏គាត់ជាមូស្លីមពីព្រោះថាជាក់ស្ដែងទៅសង្គមខ្មែរយើងមិនដូចជាអីតែគាត់គិតទេបើមិនជាគាត់អត់សាកល្បងទេក៏គាត់អត់ដឹងថាសង្គមគឺវាទូលំទូលាយបែបម៉េចដែរធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីតាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69